ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាបាទថ្ងៃនេះបានជួបជាមួយសាមគ្គីណាត់យួនរបស់បងប្អូនមួយទៀតហើយនេះបងប្អូនបានធ្វើនៅជាតម្រុយលេខល្អលេខច្បាស់លេខហេងលេខលៀបចែកជូនឲ្យពុកម៉ែបងប្អូនយកទៅលេងទៀតហើយបាទសម្រាប់ថ្ងៃទី7ខែ2 2025នេះផងដែរបាទហើយតម្រុយនេះមុនបងប្អូនឲ្យលេងណាសូមឲ្យពុកម៉ែបងប្អូនទៅមើលតម្រុយឆោតកូនសិស្សរបស់បងប្អូនមកបន្តិចការពីម្សិលមិញនេះបាទអញ្ចឹងការពីម្សិលមិញស្ដាយខ្លាំងណាបាទកូនសិស្សរបស់បងប្អូនឲ្យបុក94 96វាចេញ93ទៀតអើយនិយាយពីស្ដាយយកតែមែនទេការពីម្សិលមិញនេះបាទឲ្យបុក94ចេញ93ឲ្យបុក96ចេញ99ចេញ90សោះមិញគឺ3ប៉ុស្តិ៍បាទស្ដាយខ្លាំងប៉ុន្តែមានកូនសិស្សខ្លះគាត់លេងរោងគាត់រោងបាទគាត់រោងទៅបានចូលមករួចខ្លួនបានមកចំណេញតិចតួចបើគាត់ហ្នឹងគាត់ថាជូនសគុណឲ្យសាមគ្គីឆ្នោតយួនបងប្អូនទៀតអូចឹងអរគុណណាអរគុណមែនទែនហើយកូនសិស្សខ្លះគាត់ចាក់ត្រង់តាមបងប្អូនចឹងគឺបានចូលចំនេះសូមអធិស្ឋានមែនទែនប៉ុន្តែសម្រាប់ថ្ងៃនេះ7នេះធានាលេខហេងនៅលៀបឲ្យវិញបាទថ្ងៃនេះធានាកើបលុយវិញថ្ងៃនេះយើងសងសឹកយកលុយមេវិញណាអញ្ចឹងសម្រាប់លេខដែលក្នុង YouTube ដូចជា Facebook ដែលខាងបងឲ្យគឺមានខ្ទង់ខ្សែបាទខ្ទង់50លេខបុកគឺមាន58 49 28 លេខធំគឺមាន489គុណ5 8គុណពុកម៉ែបងអាចយកទៅលេងបានណាបាទតម្រុយនេះគឺសិតតែតម្រុយដែលភាគរយល្អភាគរយច្បាស់ដែលបងពំនាំដូចជាធ្វើដើម្បីចែកជូនបាទពុកម៉ែបងលេងសិតតែលេខដែលសម្រិតសម្រាងបាទមិនមែនចេះអូចេះតែដាក់លេខឲ្យពុកម៉ែបងប្អូនយកទៅលេងបើហិនលុយពុកម៉ែបងប្អូនអត់ទេលេខទៅតែច្បាស់ទៅល្អឲ្យបាទឲ្យលេងហើយសម្រាប់ការធ្វើតម្រុយឆោតបោះខាងបងប្អូននេះគឺបងប្អូនអត់សុំឲ្យច្រើនទេចុច like ចុច share ចុចសញ្ញាជាវសញ្ញាកណ្ដឹងឲ្យបងប្អូនម្នាក់មួយប៉ុណ្ណឹងបងប្អូនរកតម្រុយឆោតច្បាស់ល្អលេខឈុតឲ្យលេងជាងងថ្ងៃតែម្ដងបាទហើយពុកម៉ែបងប្អូនដែលចង់បានលេខចង់ម៉ោងគៀកម៉ោងយកទៅលេងណាបាទចង់បានលេខចង់ម៉ោងគៀកម៉ោងយកទៅលេងសម្រាប់ថ្ងៃទី7នេះខាងសាមគ្គីបងប្អូនមានលេខគៀកម៉ោងចង់ម៉ោងឲ្យលេងហើយបងប្អូនហ៊ានធានាឲ្យថ្ងៃហ្នឹងគឺយើងសងសឹកយកលុយមេវិញបងប្អូនហ៊ានធានាប៉ុណ្ណេះហើយក្នុងវីដេអូនេះហើយមិនឲ្យពុកម៉ែបងប្អូនខកបំណងទេជាមួយបងប្អូនលេខច្បាស់លេខល្អលេខបុកបានលុយត្រូវចូលចំ 100% អញ្ចឹងពុកម៉ែបងប្អូនចង់បានលេខដែលចង់ម៉ោងលេខដែលគៀកម៉ោងធានាបានលុយធានាបានហេងឆាតមក Facebook បងប្អូនសាមគ្គីឆ្នោតយួនតាក់ទងមកលេខ3097 8610 868តាក់ទងមកតាមលេខក៏បានឆាតមកតាម Facebook ក៏បានបងប្អូនមានលេខពិសេសVIP ចង់មកឲ្យលេងណាបាទ VIP ចង់មកឲ្យលេងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានលេខ VIP ឆាតបងប្អូនមិនខកបំណងទេធានាហេងធានាត្រូវធានាបានលុយចង់បានឆាតមក Facebook បងប្អូនណាបាទសូមអរគុណសូមជម្រាបលាជូនពរហេង